បាទឥឡូវនេះយើងមកទស្សនាទូកគូពិសេសបាទខ្សែទឹកខាងក្នុងស្រីសសុវណ្ណពេជ្រមុនីខ្សែទឹកខាងក្រៅស្រីសសុកសែនជ័យឥឡូវនេះជើងទី2បាទខ្ញុំឃើញថាស្រីសសុវណ្ណពេជ្រមុនីរលាស់ឥឡូវក្បាលទូកបាទឥឡូវកំពុងតែដកហើយបាទទីផ្ដាច់ព្រាត់ក៏កាន់តែគៀកបាទគៀកទៅបាទទីផ្ដាច់ព្រាត់ក៏បានមកដល់ស្រីសសុវណ្ណពេជ្រមុនីទទួលបានជ័យជំនះ